ជំរាបសួរនិងសួស្តីទៅដល់បងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះយើងសិក្សាបន្តទៀតមកដល់ចំណុចទី6ដែលយើងនឹងនិយាយតាក់ទងជាមួយនឹង combining data ឬក៏ការបង្រួមទិន្នន័យហើយតាក់ទងជាមួយចំណុចនេះគឺសំខាន់មែនទែនចំពោះបងប្អូនដែលគាត់ធ្វើ report ទិន្នន័យដែលមានច្រើន file ហើយគាត់ចង់យកមកដាក់នៅក្នុង file តែមួយដោយមិនចាំបាច់ធ្វើការ copy paste ទេអញ្ចឹងតាក់ទងជាមួយនឹង combining data នេះនៅពេលដែលបងប្អូនទាំងអស់គ្នាធ្វើការយកទិន្នន័យដាក់ចូលទៅក្នុង file master នេះហើយយើងធ្វើការកែប្រែនៅក្នុង file តូចៗរបស់យើងនេះឬក៏ report តូចៗរបស់យើងនេះអញ្ចឹងនៅក្នុង file master នេះក៏វាប្រែប្រួលទៅតាមនឹងដែរអាហ្នឹងគេហៅថាជា combining data បាទអត់ដូច copy paste ទេបើសិនជា copy paste យើងគ្រាន់តែ copy ដាក់ចូលទៅក្នុង file master ទៅហើយនៅពេលយើងកែទៅលើ file អស់ទាំងនេះអញ្ចឹង file master របស់យើងនេះគឺអត់កែប្រែទិន្នន័យទេគឺយើងអត់ធ្វើទម្រង់បែបហ្នឹងទេណាគឺយើង combine ហើយនៅពេលដែលយើងចង់កែប្រែទៅលើទិន្នន័យណាមួយក្នុង file តូចៗនេះអញ្ចឹង file master របស់យើងនេះក៏វាកែប្រែទៅតាមនោះដែរឥឡូវយើងមកមើលតាក់ទងជាមួយទិន្នន័យរបស់យើងនៅក្នុងនេះគឺយើងមាន report 6ខែតាក់ទងជាមួយនឹងការលក់ឥឡូវខ្ញុំសូមបើកជូនបងប្អូនអរគ្នាមើលសិនណាអូខេយើងមានតាក់ទងជាមួយនឹងការលក់ប្រចាំខែទៅហើយតាក់ទងជាមួយនឹង file ហ្នឹងគឺយើងត្រូវប្រើ template តែមួយគំរូតែមួយបើសិនជានៅក្នុង file ខែមករារបស់យើងនេះបាទមានតាក់ទងជាមួយឈ្មោះ sheet ឈ្មោះវាឈ្មោះ cell អញ្ចឹងអាខែកុម្ភៈខែវិនាខែក៏ត្រូវឈ្មោះ cell ដូចគ្នាដែរណាបាទអញ្ចឹងគោលដៅរបស់យើងគឺយើងចង់យកទិន្នន័យ6ខែនេះយកមកដាក់ចូលទៅក្នុង file master របស់យើងនេះដោយអត់ធ្វើការ copy ហើយផាតដាក់ចូលទេហើយទី2នៅពេលយើងធ្វើការកែប្រែទៅលើខែណាមួយក្នុងនេះអញ្ចឹងឲ្យទិន្នន័យដែលយើងធ្វើការដាក់ចូលទៅក្នុង file master នេះក៏វាធ្វើការប្រែប្រួលទៅតាមនោះដែរណាមានថាវាធ្វើការ update ទៅតាមទិន្នន័យយើងបញ្ចូលនៅក្នុង6ខែនេះដែរអញ្ចឹងដើម្បីធ្វើបែបហ្នឹងបានគឺយើងអត់អាចធ្វើការ copy paste ឬក៏ link data បានទេដើម្បីអាចយកទិន្នន័យទាំងអស់ហ្នឹងដាក់ចូលទៅក្នុង file master ហើយនៅពេលយើងកែប្រែទិន្នន័យនៅក្នុងខែណាមួយហ្នឹងទៅឲ្យទិន្នន័យនៅក្នុង file master វាប្រែប្រួលអញ្ចឹងតើតែយើងប្រើជាមួយនឹង Power Query បានអាចធ្វើបានណាប្រើ Power Query ដើម្បី connect data ពីក្នុង file ទាំង6នេះចូលមកក្នុង file master របស់យើងនេះអញ្ចឹងជំហានដំបូងគឺបងប្អូនត្រូវតែរៀបចំតាក់ទងជាមួយ data បងប្អូនទាំងអស់គ្នាឲ្យ clean ជាមុនសិនមានន័យថាគ្រប់ file ទាំង6ហ្នឹងត្រូវតែជា template តែមួយបាទឈ្មោះ sheet ក៏ដូចគ្នាដែរចឹងខ្ញុំធ្វើការបើកជាមួយនឹង file master ខ្ញុំជំនុនសិនដើម្បីធ្វើការទាញ data ពីក្នុង file ទាំង6នេះយកមកដាក់ហើយបន្តទៀតដើម្បីធ្វើការ combine បានបងប្អូនចូលមកកាន់ពាក្យថា data ហើយបងប្អូនយកពាក្យថា get បាទ data បងប្អូនយកពាក្យថា from file ហើយបងប្អូនអត់យកខាងលើនេះទេណាអត់យកតាក់ទងជាមួយនឹង from Excel workbook ទេហេតុអីពីព្រោះតែឯកសាររបស់យើងនេះដាក់មក folder តែហ្មងណាដាក់មក folder តែម្ដងនេះអញ្ចឹងយើងទាញជាទម្រង់ folder វិញបាទ get data បាទយើងយកតាក់ទងជាមួយនឹងបាទ from folder វិញយើងយកមក folder យកមកតែម្ដងណាអូខេអញ្ចឹងខ្ញុំយកមក folder បង្រួមទិន្នន័យនេះបាទចុចលើនឹងមកប៉ុកមកហើយយើងបាច់ចុចចូលទៅក្នុងទៀតណាបាទចុចចូលទៅក្នុងទៀតអស់តែម្ដងយើងចុចត្រឹមតែ folder នោះហើយយើងយកពាក្យថា open មកអូខេអញ្ចឹងសូមចាំបន្តិចអញ្ចឹងកំពុងតែ connect ហ្នឹងអូខេអញ្ចឹងនៅពេលបងប្អូនចុចទៅគឺចេញតាក់ទងជាមួយទម្រង់បែបនេះបងប្អូនឃើញប្រមាណ file នេះបាទយើងមានតាក់ទងមួយនឹង content name នេះគឺជាប្រភេទឈ្មោះ Excel របស់យើងនេះយើងមានប្រមាណ Excel គឺវាចេញប៉ុណ្្នឹងហើយកន្លែងនេះគឺជា extension ជាប្រភេទ file XLSX ចឹងទៅហើយបន្តទៀតបងប្អូនមើលមកខាងក្រោមនេះមានពាក្យថា combine មិនចឹងប៉ុន្តែយើងអត់យក combine ទេបាទអញ្ចឹងនៅក្នុងនេះគឺយើងយកតាក់ទងជាមួយនឹង combine and transform data អញ្ចឹងសំណួរសួរថាហេតុអីបានយើងយកតាក់ទងជាមួយនឹង combine and transform data នេះគឺដោយសារតែយើងអត់ combine ភ្លាមៗទេអត់អាចយកទិន្នន័យនេះដាក់ចូលទៅ file Excel ភ្លាមៗទេយើងត្រូវការពិនិត្យមើលសិនតើ file របស់យើងហ្នឹងបាទស្អាតឬអត់បើសិនជាយើងយកតាក់ទងជាមួយនឹង combine loan គឺយើងចុចមកប៉ុកទៅគឺវានឹងចូលទៅក្នុង Excel យើងតែម្ដងបាទទិន្នន័យទាំងអស់ហ្នឹងគឺចូលទៅក្នុង Excel យើងតែម្ដងមានថាវា combine ដាក់ចូលទៅក្នុង Excel យើងតែម្ដងប៉ុន្តែយើងយកតាក់ទងជាមួយនឹង combine transform data នេះយើងអត់ប្រកាសថាទិន្នន័យដែលបោះមកឲ្យនេះទិន្នន័យដែលមាននេះវាអត់ទាន់ clean អត់ទាន់ស្អាតទេអញ្ចឹងយើងអាចយកតាក់ទងជាមួយនឹងបាទ combine transform data បានប៉ុន្តែបើបងប្អូនគិតថាទិន្នន័យរបស់យើងស្អាត clean ហើយយើងយក combine and loan យកតែម្ដងទៅប៉ុន្តែខ្ញុំយក combine transform data ទៅពេលយើងចុចទៅគឺវានឹងចូលទៅកាន់ផ្ទាំង query ប៉ុន្តែបើសិនជាយើងអត់យកអាហ្នឹងទេយើងចុច combine loan គឺវាអត់ចូលទៅកាន់ផ្ទាំង query ទេវា direct ចូលទៅកាន់ Excel ផ្ទាល់តែម្ដងអូខេអញ្ចឹងនៅក្នុងនេះយើងមាន file Excel ច្រើនក៏ពិតមែនប៉ុន្តែឈ្មោះ sheet វាតែមួយទេត្រូវតែដូចគ្នាណាបងប្អូនចុចលើនឹងមកប៉ុកមកចុចបងប្អូនឃើញ now ឃើញអីណាកណូនៅក្នុងហ្នឹងបងប្អូនអាចមើលបាននេះអូខេហើយបងប្អូនចុចពាក្យថាអូខេមកអូខេអញ្ចឹងគឺចេញទម្រង់បែបនេះមកឲ្យយើងបងប្អូនគ្នាណាបាទវាធ្វើការ combine នេះបាទ combine តាមខែមកឲ្យយើងតែម្ដងនេះអូខេអញ្ចឹងច្រើនដែរដោយសារតែទិន្នន័យរបស់ខ្ញុំនេះគឺមានទាំងអស់គឺ6 file បាទ6 file បាទគឺមាន529ជួរអូខេនៅក្នុងនេះបងប្អូនអាចធ្វើការ
transform data មានថាបងប្អូនអាចធ្វើការកំណត់បានបើសិនជាបងប្អូនចង់កំណត់ណាអូខេយើងអាចមាន now មានអីចឹងទៅកន្លែងនេះ column ទី6ដូចជាទទេស្អាតខ្ញុំអាចលុបចោលបានអូខេខ្ញុំលុបចោលខ្ញុំយកពាក្យថា remove column ចោលទៅហើយបើសិនជាបងប្អូនមើលតើតើជាមួយ column ណាមួយដែលមិនចាំបាច់យើងអាច remove ចោលបាននៅក្នុងនេះបាទព្រោះយើងត្រូវការ transform data មានថាយើង clear data ស្អាតសិនហើយបងប្អូនអាចចុចកន្លែងនេះមកបងប្អូនអាចយកពាក្យថា remove empty ទៅបើសិនជាយើងចង់ remove ទៅលើជួរដេកណាដែលទទេអញ្ចឹងណាហើយយើងមើលទៀតតើជួរណាខ្លះដែលគួរទុកជួរណាខ្លះដែលមិនគួរទុកអញ្ចឹងតើតើជាមួយ source name នេះយើងមិនបាច់ទុកក៏បានដែរយើងនឹងយកទៅបានប្រយោជន៍អីទេអញ្ចឹងយើងអាច click មក custom មកយើងយកពាក្យថា remove ទៅគឺលុបអញ្ចឹងយើងអាចមើលពិនិត្យមើលតើតើជាមួយ data យើងសពគ្រប់ហើយថា data យើងត្រូវហើយបាទ clean ហើយស្អាតហើយគឺបងប្អូនអាចកំណត់បានហើយកន្លែងនេះបងប្អូនអាចដូរបានបាទបងប្អូនអាចដូរកន្លែងនេះឧទាហរណ៍ថាឥឡូវវាជាអីវាជាឯកតាអញ្ចឹងទៅបាទឯកតាហើយយើងអាចមើលទៀតអូខេអានេះគឺដូចគ្នាដែរឯកតាដែរចុះអូខេអញ្ចឹង data យើង clean ហើយអូខេអានេះដោយសារដូចគ្នាអូខេខ្ញុំដាក់ real ហើយនឹងដុល្លារចុះអូខេប៉ុណ្ណឹងចុះណាអញ្ចឹង data យើង clean ហើយបន្តមកទៀតបងប្អូនចុចពាក្យថា close and load សូមចាំតិចអូខេអញ្ចឹងបងប្អូនអាចមើលបានណាតើតើជាមួយ data យើងគឺបាន combine រួចអស់ហើយនេះបានទេបាន combine អស់ហើយអញ្ចឹងយើងមើលបានហើយបងប្អូនអាចធ្វើការ filter នៅលើនឹងក៏បានដែរនេះបងប្អូនចង់ filter ពីគេពី A to Z ឬក៏ពី Z to A អញ្ចឹងបងប្អូនអាច filter បានយើងអាច filter នៅលើ query ក៏បានដែរបើសិនជាបងប្អូនចង់ filter ទៅលើ query ណាឥឡូវខ្ញុំ control សិនវិញហើយខ្ញុំ click មកការស្ដាំនៅកន្លែងនេះបាទខ្ញុំយកពាក្យថា edit យើងអាច filter នៅលើនឹងភាសាទៀតក៏បានដែរអូខេខ្ញុំ filter ខ្ញុំចុចកន្លែងនេះខ្ញុំយកពាក្យថា A to Z នេះឬក៏ ascending នេះទៅគឺ filter យើងនេះហើយយើងចុចបាទ close and load អូខេនេះបាទនឹង filter យើងតែម្ដងនេះអញ្ចឹងតន័យយើងអាចមើលបានបងប្អូនអរគ្នាអាចមើលបានណាដល់ថ្ងៃទី30ខែ6នេះអញ្ចឹងឧទាហរណ៍ថាបើសិនជាខ្ញុំធ្វើការកែប្រែវិញខ្ញុំធ្វើការកែប្រែនៅក្នុងខែណាមួយឧទាហរណ៍ខ្ញុំកែនៅក្នុងខែចុងក្រោយគេនេះខែជូននេះខ្ញុំមកកែខែនៅក្នុងហ្នឹងឥឡូវខ្ញុំកែនៅក្នុងនេះខ្ញុំមកដាក់5កំប៉ុងខ្ញុំដាក់7កំប៉ុងវិញនៅថ្ងៃទី30ខែ6ហើយឥឡូវបងប្អូនមកមើលតើតើជាមួយរបស់យើងនេះវាអត់ទាន់កែប្រែទេប៉ុន្តែយើងចុច refresh អញ្ចឹងស្ទើរថាចុច refresh នៅកន្លែងណាបងប្អូនចូលមកកាន់កន្លែង query នេះហើយមានតែ refresh មួយនេះបងប្អូនចុច refresh ទៅអូកន្លែងនេះខ្ញុំអត់ទាន់ save sorry នេះខ្ញុំអត់ទាន់ save អញ្ចឹងខ្ញុំ save សិនបាទ save ហើយខ្ញុំសុំបិទសិនហើយបងប្អូនអាច refresh មួយសារទៀតមកបាទបងប្អូនគេចេញ7ហើយអាហ្នឹងគឺប្រយោជន៍កន្លែងហ្នឹងប្រយោជន៍ត្រង់ថាយើងបាទយកទិន្នន័យទាំងអស់ហ្នឹង combine ចូលគ្នានៅពេលយើងកែទៅលើទិន្នន័យណាមួយអញ្ចឹងទិន្នន័យទាំងអស់ហ្នឹងក៏វាប្រែប្រួលនៅតាមនោះដែរបាទហើយយើងអាចធ្វើបានច្រើនជាងហ្នឹងទៀតបងប្អូនទាំងអស់គ្នាចង់ធ្វើឧទាហរណ៍ឥឡូវខ្ញុំចូលមកកាន់កន្លែង edit របស់វាហើយខ្ញុំសូមធ្វើការ duplicate ទៅជាមួយ query របស់យើងហ្នឹងអញ្ចឹងយើង click មកកាស្ដាំនៅកន្លែង query របស់យើងហ្នឹងយើង duplicate យើងយកមកប្រើមួយហើយអាច rename បានបើសិនជាយើងចង់ rename ឧទាហរណ៍តែឥឡូវខ្ញុំ rename ដាក់ថាsam product ចុះ underscore មក product មានថាយើងធ្វើការបូកអូខេហើយបន្តទៀតយើងអាចប្រើជាមួយនឹង group by បានបងប្អូន group by មកបាទ group by យើង group by ទៅលើគេយើង group by ទៅលើ product name មិនអញ្ចឹងបាទឈ្មោះទំនិញនេះហើយយើងចង់ធ្វើគេយើងចង់សាំទៅលើវាយើងដាក់សាំមកហើយកន្លែងនេះយើងដូរយកសាំហើយយើងបូកទៅតាមអីគេយើងបូកទៅតាមតម្លៃសរុបរបស់វាយើងលក់អន់ប្រមាណហ្នឹងទៅណាបាទហើយយើងចុចពីតាអូខេមកបងប្អូនគេយើងបានមួយទៀតហើយយើងយកពាក្យថា close and load មកអាហ្នឹងយើងបានតាក់ទងជាមួយនឹងទិន្នន័យមួយទៀតហើយសូមចាំតិចនេះបងប្អូនគឺចេញនេះបាទ